បាទជំរាបសួរខ្ញុំបាទឈ្មោះនងសរុនជាប្រធានការឡៃកីឡានៃវិទ្យាអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងការប្រកួតនៅសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ2024គិតថាជាមោទនភាពដែរសម្រាប់ជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងបាទដោយនៅក្នុងនេះក្រុមកីឡារបស់ខេត្តកំពង់ឆ្នាំងក្នុងការប្រកួតនេះគឺទទួលបានចំណាត់ថ្នាក់លេខ2ទូទាំងប្រទេសនៅក្នុងនោះដែរគឺដណ្ដើមយកបានមេដាយសរុបចំនួន15គ្រឿងក្នុងនោះមានមាស7គ្រឿងប្រាក់3គ្រឿងនិងសម្រិត5គ្រឿងសម្រាប់ផែនការត្រៀមចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិដែលនឹងរៀបចំដោយក្រសួងអប់រំយុវជននិងកីឡានៅក្នុងកំឡុងខែឧសភានិងកីឡាសិស្សសិក្សាថ្នាក់ជាតិដែលគ្រោងរាពក្នុងខែមិថុនានោះខេត្តកំពង់ឆ្នាំងបានត្រៀមលក្ខណៈជាស្រេចដោយថ្មីនេះខេត្តទើបតែបញ្ចប់ในการរៀបចំការប្រកួតជាលើកជើងឯកថ្នាក់ខេត្តកីឡាករកីឡាការិនីដែលដណ្ដើមបានជ័យលាភីនៅក្នុងការប្រកួតសិស្សថ្នាក់ខេត្តនេះគឺជាធនធានដែលត្រៀមនឹងធ្វើការវឹកហាត់បន្ថែមសម្រាប់ចូលរួមប្រកួតនៅក្នុងកីឡាសិស្សថ្នាក់ជាតិពាក់ព័ន្ធនឹងការត្រៀមវឹកហាត់សម្រាប់ចូលរួមប្រកួតថ្នាក់ជាតិនេះជាទូទៅតាមផែនការរបស់មន្ទីរគឺក្រុមដែលបានជាប់ចំណាត់ថ្នាក់នៅថ្នាក់ខេត្តហើយត្រូវធ្វើការវឹកហាត់ជាប្រចាំបាទនៅក្នុងនេះគឺជាការយើងអនុវត្តដូចជាកីឡាក្រៅម៉ោងសិក្សាដែលអនុវត្តការវឹកហាត់ក្នុងមួយសប្តាហ៍អាច2ពេលឬ3ពេលជាបណ្ដារហូតទៅចិត្តបាទបានន័យថាមុន3សប្តាហ៍ឬក៏4សប្តាហ៍មុនការចូលរួមប្រកួតគឺជាការវឹកហាត់មួយដែលបន្ថែមពេលវេលាអាចរហូតដល់ទៅ3ដង4ដងនៅក្នុងមួយសប្តាហ៍ហើយនៅក្នុងនេះដែរខេត្តក៏បានត្រៀមលើប្រភេទកីឡាមួយចំនួនបន្ថែមទៀតដូចជាល្បុក្កតោចម្បាប់វាយសីវាយកូនឃ្លីលើតុហើយសម្រាប់ឆ្នាំនេះនឹងបញ្ចូលបន្ថែមលើកីឡាតៃក្វាន់ដូសម្រាប់នៅក្នុងកីឡាសិស្សថ្នាក់ជាតិនេះផងដែរអរគុណ